Cho chàng mai phụ con này mau tê ớt con. ប្រពេលចូលឆ្នាំក៏តែងតែរងចាំនឹកដល់ពួកយើងព្រោះថាកូនម្នាក់ប្រៀបបានដូចជាគ្រាប់ពេជ្រដ៏មានតម្លៃចំពោះពួកគាត់ រហូតដល់ពេលមួយ បបមកឈុតនេះហាពិសេសហ្មងសម្រាប់បបដែលគាត់ចូលឆ្នាំខ្មែរខាងមកដឹងទិញអីជូនម៉ាក់មែននេះមកឈុតនឹងតែម៉ាក់ពេញចិត្តហ្មងដោយសារប្រភេទនេះគឺស័ក្តិសមសម្រាប់អ្នកដែលគាត់មានស្បែកមុខជ្រីជ្រួញនិយាយទៅមានស្នាមនេះដល់តែត្រូវហើយគឺជួយបន្តស្បែកមុខឲ្យក្មេងជាងវ័យទៀតណានេះមកឈុតគេគឺមានចំនួន4ឡូម៉ាឃើញខំមកច្រើនដងមានការអីមែនម៉ាក់អូម៉ាក់ប៉ុណ្ណឹងបានណាភ្ញៀវចូលម៉ាក់ បានទៅส่งមួយឆ្នាំសោះម៉ាក់ចាស់ច្រើនមែន ហ្នឹងហើយសួស្ដីបងស្លងហ្នឹងថ្ងៃហ្នឹងគេដឹកជូនបងហើយបងម៉ោង5គេដឹកជូនហើយណាបងអរគុណបងឡូម៉ែអត់ទេរវល់អត់តន់ដឹងថ្ងៃណាទេបើធ្វើការហ្នឹង ទៅអត់បាននិយាយទៅអត់បានហ្មងឥឡូវហ្នឹងបានហើយ Cô này mau tê choឆ្នាំmai nọt cồn để sao ôn cô này ở bà màu bằng nắng hay mà chui điệp cho mai tao vớt phù mai lấy chọc cho cái cô nơi cô này mau tao mà ngày của ban đó con phù mà cô nào mau tê mai tê tại anh của bạn á phù hà lấy mai chui cho ca chui đây chui trông phong cồn mai tê tại anh អត់បានទៅទេម៉ាក់ឈប់ធ្វើការហើយឈប់អត់បានទេអើយ ម៉ែខំមិនមានការអីមែនមុននឹងពងរវល់ឥឡូវចាំពេលរួចដែរជំខ្ញុំខំទៅម៉ែវិញទុកមកថ្ងៃនេះជិះផ្ទះមកមែនហ្នឹងហើយញ៉ាំប្រញាប់ទៅលេងម៉ែនៅសកអូហើយអញ្ចឹងគាត់ញ៉ាំទៅលេងម៉ែគឺថាគាត់ជិះក្នុងជិះចកាផងហើយគាត់មិនទៅលេងគាត់ផងគាត់ចាស់ហើយបងទៅមុនណាចាបង Alo bố đại xà Vậy chắc mình lên mai rồi ហើយថៃសុកតែបងចង់ទិញស្លងឲ្យម៉ាក់ហ្នឹង ដោយសារថ្ងៃមុនខ្ញុំលឺបាត់ថាគាត់ឈឺចកាឈឺខ្នងឈឺអីចឹងចេះចង់ទិញសាឡុងឲ្យគាត់មួយអង្គុយស្រួលហ្នឹងណាគាត់ឆានឲ្យបងដែរគ្មានបានចាប់អារម្មណ៍ថាម៉ែឈឺម៉ែអីទេនេះ អត់ខ្វល់ហ្មងណា ខែមកធ្វើការនៅហាង
ងលក់សាឡុងអីចង់បង recommend តិចមក នេះស្លងនេះបើគាត់ឈឺចង្កេះអញ្ចឹងតែងស្លងនេះទៅត្រូវអីព្រោះស្លងនៅណៃដឹងមិនចិត្តអង្គុយគាត់ចង់អង្គុយលឿចាស់គាត់ឈឺចង្កេះនេះគេធ្វើមកនេះតុបចង្កេះគាត់កអីហ្នឹងហើយគេកាត់ជើងសម្រាប់ឆេបបានទៀត អូកាត់ជើងបានទៀត យ៉ាគាត់ចង់គេងថ្ងៃក៏បានដែរ អូនេះតូនណាស់ អញ្ចឹងញ៉ាំទិញស្លងប្រភេទអញ្ចឹងឲ្យគាត់ អូចាំទិញ បងមានម៉ូតនោះដែរម៉ូតនោះតំចូលថ្មីចាំណៃចាំមើលទៅមើលយកម៉ូតនោះទិញឲ្យគាត់មក អូខេចាំក៏បានហេ អូយឡើងយូបងមិនសិបើហើស្លងឲ្យម៉ាក់ហើយបាត់ហើយ បាទនោះក៏មាននេះ សូមទុំរយរៀនកុំហៅកូនគ្រប់យ៉ាងកូនធ្វើដោយគ្មានចាយទៅរងកិច្ចការងារផ្ទាល់ភ្លេចគិតម្ដាយអាយកាគ្មានទេថែរក្សានៅក្បែរម្ដាយ ពីពេលនេះតើកូនសូមសន្យា រហូតដល់ពេលមួយដែលពួកគេបានដឹងថាអ្នកណាដែលសំខាន់បំផុតមិនមែនគ្រាន់តែជាពាក្យនិយាយប៉ុន្តែជាអ្វីមួយដែលអាចធ្វើឲ្យគាត់ញញឹមបាន ចឹងចូលឆ្នាំនេះកុំគ្រាន់តែនឹកតែត្រូវបង្ហាញថាអ្នកពិតជាស្រឡាញ់គាត់